ក្នុងសម័យឆ្នាំ1945ពាក្យសុកសៀវនិយាយដើមគួបផ្សំជាមួយពាក្យចចាមអារាមនៃមន្តអាគមអូមអាមការវិដំលែកអាក្រក់ឲ្យកើតការសង្ស័យទៅលើមនុស្សដូចគ្នាការលេបពណ៌គ្នាវាមានទម្ងន់ធ្ងន់ជាងកម្លាំងវិដំទៅទៀតហុំពត់ដែលវាស្រែកខៀវស្រងាត់និងប្រៃក្រាស់ហុំប្រសូតដែលល្បីខាងសម្បូរនៅរឿងព្រេននិងពាក្យចចាមអារាមគួរឲ្យខ្លាចត្រូវបានគេជឿថានៅតែបន្តមកទល់ឥឡូវនៅអំបូរអ្នកលេងមន្តអាគមដែលគេរអាបំផុតគ្រួសារមួយគេជឿថាមានត្រកូលជាយៈកាន់វិញ្ញាណយក្សាក្នុងទេវកថាចាស់បានរស់នៅជារូបកាយមនុស្សនៅឡើយទោះណាជាត្រូវបានបណ្ដេញចូលទៅក្នុងព្រៃជ្រៅយូរណាស់មកហើយអ្នកភូមិជឿថាគ្រួសារនោះបានបណ្ដាលឲ្យអ្នកផ្សេងណាដែលខ្លួនមិនពេញចិត្តត្រូវឈឺផ្កាត់សោយឧត្បិត្តបានជាច្រើនដំណោកមកហើយដែលត្រកូលនេះប្រឈមនឹងការសង្ស័យស្អប់ខ្ពើមនាងយ៉ាតជាក្មេងស្រីអាយុ15ឆ្នាំដែលមានសម្បត្តិសណ្ដែកបាយនិងភ្នែកភ្លឺថ្លាចង់ដងចង់ខំពិភពលោកនាងចង់ចូលរួមជាមួយក្មេងដទៃតែមិនអាចទៅរៀនបានពីតូចមកនាងត្រូវពណ៌សង្ងំរស់នៅជាមួយឪពុកម្ដាយនាងជាប្រៃឆ្ងាយដាច់ពីគេឯងព្រោះថាគ្រួសាររបស់ចរិយាតែងតែត្រូវបានអ្នកស្រុកព្រួតគ្នាស្អប់នឹងដាវវៀងចិនការបដិសេធរបស់ឪពុកនាងក្នុងការឈប់សមាធិតាមអបិយជំនឿដ៏តឹងរ៉ង់របស់វង្សត្រកូលបានបណ្ដាលឲ្យអ្នកភូមិចោទថានោះជាសមាធិសម្រាប់មនុស្សហៅវិញ្ញាណទម្លាប់របស់ម្ដាយនាងក្នុងការជីកឫសឈើហាដាំជាថ្នាំបានធ្វើឲ្យពួកគេមើងងាយហើយចាត់ប្រកាន់ថាសន្សំជីវពលយ៉ាងស្ងៀមស្ងាត់ប៉ុន្តែអ្វីបានប្រែប្រួលខ្លាំងព្រោះថានៅយប់មួយព្រឹទ្ធាចារ្យចាស់ក្នុងភូមិបានប្រកាសថាគ្រួសាររបស់ចរិយាបានដាក់បណ្ដាសាឲ្យកូនក្មេងម្នាក់លង់ទឹកស្លាប់ដែលមានការភ័យខ្លាចនិងកំហឹងវងមនុស្សបានប្រមូលផ្ដុំគ្នាក្រោមភាពងងឹតក្រូចដណ្ដប់ជាមួយភ្លើងចម្លុះបំភ្លឺហើយសម្រុកជប់ផ្ទះរបស់ចរិយាយកជីវិតឪពុកម្ដាយរបស់នាងពុកនាងឲ្យតែព្យាយាមការពារនាងនិងម្ដាយក៏ត្រូវស្លាប់នៅក្នុងកន្លែងទោះជាពួកគេបានអង្វរក៏សុំក្តីមេត្តាប៉ុន្តែកំហឹងរបស់វងមនុស្សកំពុងថ្លង់ម្ដាយរបស់នាងត្រូវបានគេវាយដំពេលរនាងឲ្យរត់ចរិយារត់ទាំងយំស្រែកព្រោះបើមិនទៅគាត់នឹងចាក់ខ្លួនគាត់នៅចំពោះមុខនាងចរិយាមិនដឹងថារត់នេះមានគោលដៅទៅណាឡើយហើយទីបំផុតសម្រេចរបស់ម្ដាយនាងក៏ត្រូវស្ងប់ស្ងាត់ក្នុងស្បៃសុទ្ធយាចរិយារងាញាប់ញ័រនិងអស់សង្ឃឹមរអិលដួលដេកក្នុងថ្លុកទឹកកណ្ដាលព្រៃខណៈអណ្ដាតភ្លើងឆាប់ផ្ទះរបស់នាងពីចម្ងាយប្រឡងស្រាងចរិយាដងខ្លួននិងព្យាយាមចងចាំបណ្ដារឿងរ៉ាវទាំងអស់ដែលបានកើតមានឡើងលើជីវិតនាងទាំងងងឹតងងល់កំភួនជើងរបស់នាងមានស្នាមជាំនិងហូរឈាមអ្នកភូមិកំរោលទាំងអស់នោះមិនបានតាមមកទេដែលជឿថានាងនឹងបានជួបទីបញ្ចប់ក្នុងព្រៃដែលសាហាវធ្លាប់មានបណ្ដាសាជួជាតិដោយឯកាហើយភ័យខ្លាចនាងខំរកផ្លូវចាក់ចិនដែលត្រូវដួលច្រើនលើកច្រើនសារដែលរឹសដើមប្រឌិតជាសំណានក្រាស់ខ្មឹកពេលយប់មកដល់ជាថ្មីនាងមិនដឹងត្រូវតស៊ូម្នាក់ឯងកាត់ការឈឺចាប់និងស្រែកឃ្លានដោយវិធីណាទេតែភ្នែកហូបពេលមុខពេលនាងខ្សឹបសួរមេឃថាហើយអ្វីតើពឹកបើខ្ញុំបានធ្វើអ្វីខុសនោះហើយជាពេលដែលនាងបានឃើញស្ត្រីម្នាក់ចរិយាភ័យខ្លាំងខំងើបវាចិនពីស្រមោលដ៏មានទំហំធំគ្របមកលើនាងសន្សំភ្នែកពណ៌មាសរបស់ស្ត្រីភ្លឺដុតអាប់នៅក្នុងទីងងឹតសក់វែរបស់គាត់ដាំជាភ្នួងធំហើយពាក់ឈៀងមាសមកលើស្មាឆ្វេងមុខគាត់បួនជ្រុងដូចជាចម្លាក់យក្សចាស់លើល្ខោនស្បែកឯស្បែកប៉ិតរបស់លោកយាយបែកជាក្រមៅហើយមានពន្លឺចែងចាំងក្រោមរស្មីដួងព្រះច័ន្ទគាត់ញញឹមមកដាក់ចរិយាដែលកំពុងងាប់ខ្លួនចំប្រប់នាងតូចហាក់បានកករឹង
តើណាមិនរួចក្នុងភាពភ័យស្លុតដែលរំពឹងថាគាត់នឹងក្រហមឬវាយប្រហារនាងជាចំណីដូចដែលធ្លាប់លឺអ្នកស្រុកនិយាយបន្លាចប៉ុន្តែផ្ទុយទៅវិញសំឡេងដ៏ជ្រៅរបស់លោកយាយលាន់មកស្រទន់កុំខ្លាចចៅចរិយាបានត្រឹមក្រឡេកមើលគាត់ដែលសន្សឹមបន្ទន់មុខលុកចង្គង់ក្បែរនាងស្ត្រីចំណាស់រូបអាក្រក់បានរំនាងដៃថ្នមក្នុងដៃដែលស្រោបដោយវល្លិទន់នឹងស្លឹកនាងភ័យចិត្តស្លាប់តែលើគាត់និយាយថាយាយជាអ្នកដែលបានដឹងនិងបានតាមមកគ្រួសាររបស់ចៅកន្លងមកចុះមិនយាយមិនជួយពុកម៉ែខ្ញុំនាងយំញាប់ញ័រទេពួកគេមិនបានទៅកន្លែងអាក្រក់ទេគេអស់កម្មក្នុងលោកីនេះពុកម៉ែនាងគេទៅកន្លែងជួបជុំហើយលើហើយនាងតូចដុតចង់ញញឹមវិញតែក៏កោតតបចិត្តវិញបន្ទាប់ពីនោះដែលត្អូញត្អែថាខ្ញុំមានតែម្នាក់ឯងលោកយាយអង្អែលសក់នាងហើយនិយាយគ្រប់ហើយត្រឹមតែនាងម្នាក់គឺអាចដឹកនាំជីវិតនេះបានហើយហេតុអ្វីពុកម្ដាយនាងជាអ្នកដែលចោះមកដើម្បីផ្ចង់ដើមនាងគាត់បានអប់រំបង្រៀនអក្សរនិងក្បួនដល់នាងនាំនាងឆ្លងកាត់វ័យកុមារពេលនេះជាការបោះជំហានដ៏ធំមួយរបស់ចៅគឺដើរទៅមុខយ៉ាងក្លាហានដោយខ្លួនឯងនាងគិតអំពីសម្ដីរបស់គាត់ហើយនៅស្ងៀមទោះបីជាយក្សនេះមានទំហំធំប៉ុណ្ណាក៏ដោយពេលទៅដល់មាត់ព្រៃគាត់ដាក់នាងចោះហើយនិយាយឡើងម្ដងទៀតអ្វីល្អជាច្រើនក្នុងលោកនេះកំពុងតុងតឹងផ្លូវនាងត្រូវតែចាក់ចេញពីកន្លែងល្ងងខ្លៅមួយនេះកសាងជីវិតថ្មីលើទឹកដីធំធេងទីនេះមិនទទួលយកចៅទេប៉ុន្តែចៅគឺមានតម្លៃលើសពីចំណេះដឹងរបស់ពួកគេលោកយាយបាននាំចរិយាមកដល់រាជធានីការចាប់ផ្ដើមថ្មីក្នុងរាជធានីដែលពេញទៅដោយពន្លឺភ្លឺចិញ្ចាតនិងដងផ្លូវដ៏មមាញឹកបានធ្វើឲ្យចរិយាសោមនស្សជាពន់ពេទ្យមានអ្វីជាច្រើនដែលមានវីយើងមិនធ្លាប់ខំពីមុនមកសោះលោកយាយបាននាំនាងទៅរោងមហោស្រពតូចមួយដែលគ្រប់គ្រងដោយបុរសចំណាស់ម្នាក់ឈ្មោះយាងដែលត្រូវបានគេស្គាល់ថាជាអ្នកប្រមូលក្មេងៗកំព្រានិងពួកមនុស្សក្រៅផ្ទះមកផ្ដុំគ្នាវឹកហាត់សម្ដែងរកប្រាក់មុនពេលប្រគល់នាងឲ្យបុរសនោះលោកយាយបានខ្សឹបនឹងចរិយាថាយាយនឹងតាមការពីចៅនឹងពួកគេនឹងមើលមិនឃើញចៃទេប៉ុន្តែយាយនឹងតាមមើលចៅជានិច្ចថាហើយគាត់ក៏បាត់ទៅក្នុងរង្វង់ស្រមោលខ្លួនគាត់ដែលខ្មៅស្រអាប់រលាយទៅក្នុងសន្ធិយាការចរិយាត្រូវបានគេទទួលមកធ្វើជាអ្នកបោះសម្អាតនៅក្នុងរោងមហោស្រពដែលសារនាងមានរូបរាងមិនស្អាតសម្បុរមិនសនិងមុខមាត់មិនស្រទន់ការងារប្រចាំថ្ងៃគឺបោសសម្អាតកម្រាលនិងកញ្ចក់នាងបានរក្សាការតស៊ូប៉ុន្តែបេះដូងរបស់នាងបានឆេះសន្ធោសដោយក្តីស្រមៃនិងការតាំងចិត្តចង់ក្លាយជាសិល្បករនាងបានចំណាយពេលរាល់ល្ងាចដើម្បីមកឃ្លាំមើលការហាត់សមរបស់តួសម្ដែងម្នាក់ដែលជួលចិត្តនិងសមត្ថភាពរបស់ពួកគេក្នុងការបំផ្លាញទៅជាតួអង្គផ្សេងថ្ងៃមួយពេលកំពុងសម្អាតនាងបានរកឃើញថាខ្លួនឯងកំពុងសប្បាយចិត្តនឹងធ្វើត្រាប់តាមតួឯកស្រីឈ្មោះល្អងដានៅមុខកញ្ចក់មួយដែលមិនដឹងខ្លួននាងលាបមុខនឹងតុបតែងយ៉ាងសប្បាយចិត្តម្នាក់ឯងអ្នកដឹកនាំរឿងល្ខោនម្នាក់ជនជាតិគេឈ្មោះខេមចិនបានដើរមកវគ្គហើយលបមើលសកម្មភាពរបស់នាងពេលគាត់ឃើញនាងក្រឡេកមកតាមកញ្ចក់លោកខេមក៏បង្ហាញខ្លួនហើយសួរចរិយាថាចេះរំពីអង្ការហើយរៀនវានៅឯណាចរិយាមិនដឹងឡើយថាបរិសុទ្ធនេះហាក់ភ្ញាក់ផ្អើលនឹងទេកុសលនាងស្រីតតកែអោលំតនសារភាពខ្ញុំសំទោសខ្ញុំមិនមានបំណងលបរៀងទេនាងគិតថាមុខនឹងត្រូវគេស្ដីបន្ទោសផ្ទុយទៅវិញលោកខេមញញឹមគាត់បាននិយាយថាមានអីមិនល្អនាងពិតជាមានអ្វីមួយដែលសែនផ្លាយពីអ្នករំមុនហាក់ទៀត
ម៉ោង 8 ថ្ងៃស្អែកខ្ញុំចង់មកខនថាអ្វីដែលនាងអាចធ្វើបានដូច្នេះហើយជីវិតសិល្បៈរបស់ចរិយាមានសញ្ញាចាប់ផ្ដើមដំណើរការសម្ដែងតាមលោកខែបញ្ជាមានទាំងការចូលរួមរបស់តារានានាផងលោកខេមបានបង្ហាត់បង្ហាញនាងជំរុញនាងឲ្យបង្ហាញពីអារម្មណ៍ដែលកប់ជ្រៅនៅក្នុងភាពអៀនព្រៀននិងមិនមានពិសោធន៍យកវាចេញមកឲ្យអស់មិនស្មានដល់ថាចរិយាបានវឹកហាត់ស្ទាត់យ៉ាងឆាប់រហ័សធ្វើឲ្យខេមនិងម្ចាស់រោងគឺលោកខៀនពេញចិត្តជាខ្លាំងប៉ុន្តែការស្ទុះឡើងរបស់នាងមិនមែនថាគ្មានបញ្ហាប្រឈមនោះដែរនាងល្អងដានិងតារាសម្ដែងផ្សេងទៀតបានមកចំអកឲ្យនាងដែលហៅនាងថាមកយាស្រីសឹកស្រែមនុស្សប្រៃលាក់ពេលម៉ែរបស់នាងអវត្តមានតួសម្ដែងទាំងនោះព្រួតគ្នាមកបំផ្លិចបំផ្លាញសម្លៀកបំពាក់របស់នាងនិងបានខ្សឹបខ្សៀវឌឺដងទីដៀយ៉ាងអពលៈផងចិត្តនាងធ្លាក់ចុះនាងអន្លងពេលហាត់សមតែសំឡេងលោកយាយបានលន់មកក្នុងចិត្តរបស់នាងចោលខំធ្វើការដែលកុំខ្លាចនៃហត់ធ្វើឲ្យស្នាដៃរបស់ចៅទៅជាល្អឥតខ្ចោះហើយផ្លិចចោលពាក្យបឹកជ្រាទាំងអស់នោះទៅពេលដំបូងនាងទទួលបានត្រឹមតួនាទីសម្ដែងជាតួអង្គតូចតាចប៉ុន្តែការសម្ដែងរបស់នាងបានលួចចូលជ្រាបចម្លែកក្នុងចិត្តលោកខេមអ្នកធ្លាប់តែរិះគន់នាងចាប់ផ្ដើមចាប់អារម្មណ៍នាងដែលសរសើរពីភាពស៊ីវិល័យនិងក្បាច់រាំដ៏ពិសេសរបស់នាងក្រោមរស្មីអំពូលស្បែកនាងមានភាពបន្ស៊ីទៅនឹងតួអង្គបុរាណសម័យហើយនឹងសម្លៀកបំពាក់បុរាណគ្រប់ប្រភេទយ៉ាងណាមិញការផ្លាស់ប្ដូរដ៏ធំរបស់ចរិយាបានកើតឡើងពិតប្រាកដគឺនៅពេលដែលនាងត្រូវបានលោកខេមចាត់ឲ្យសម្ដែងជាតួអង្គអាក្រក់ក្នុងរឿងខ្នាតធំមួយចរិយាបានចាក់បញ្ចូលទាំងការឈឺចាប់និងកំហឹងរបស់នាងលើអ្នកភូមិចូលទៅក្នុងការសម្ដែងដែលមានឥទ្ធិពលខ្លាំងដែលទស្សនិកជនមិនអាចបំភ្លេចអារម្មណ៍មួយនោះបានខណៈពេលដែលអ្នកខ្លះហៅនាងថានាងយក្សឬហៅយក្ខនីឆន្ទាអ្នកផ្សេងទៀតបានអបអរសាទរនាងថាជាទេពកោសល្យដ៏ថ្មីពេលសាច់រឿងលែងមាននាងលែងល្អមើលយ៉ាងពិតប្រាកដតែជោគជ័យនេះជំរុញឲ្យមានការច្រណែនច្រើនឡើងពីមិត្តរួមឆាករបស់នាងល្អងដាននិងពិដោជាតារាស្រីមានរូបស្រស់មានទ្រព្យសម្បត្តិច្រើនមកពីគ្រួសារអភិជនបុរាណបានប្រមូលមនុស្សមួយក្រុមធ្វើយុទ្ធនាការលាបពណ៌ប្រឆាំងនឹងនាងដែលផ្សព្វផ្សាយពាក្យចចាមអារាមនិងចំអកជាសាធារណៈថានាងជាអំបូរយក្សបែរជាមកឡើងឆាកថ្ងៃណាមួយនឹងបង្កបញ្ហានៅរាជធានីនេះមិនខានប៉ុន្តែចរិយានៅតែរក្សាការផ្ដោតអារម្មណ៍លោកយាយបានបញ្ចេញជាសម្លេងក្នុងបេះដូងនាងថាពួកគេអាចស្អប់ចៅប៉ុន្តែកុំឲ្យពួកគេអាចបញ្ឈប់ចៅមិនយូរប៉ុន្មានកិត្តិនាមរបស់នាងបានធ្វើឲ្យលោកខេមសម្រាប់ចិត្តនាំយករូបភាពរបស់នាងទៅអួតបង្ហាញជាអន្តរជាតិព្រោះពណ៌សម្បុរនិងរូបរាងមានលក្ខណៈខុសគេត្រូវបានចាត់ទុកថាជារូបភាពពិសេសនៅពេលដែលតួរំទាំងអស់នៅទីនេះមានសម្បុរសនិងមានការតុបតែងប្រណិតភាពខុសប្លែករបស់ចរិយាបានក្លាយជាឱកាសឈានចូលឆាកអន្តរជាតិបានដែលមិននឹកស្មានដល់អ្នកដឹកនាំរឿងបរទេសដ៏ល្បីម្នាក់គឺលោក Anthony Merrill បានមកទស្សនាប្រទេសកម្ពុជាសម្រាប់មហោស្រពភាពយន្តវប្បធម៌ដែលមានបំណងពិសេសមួយគឺមើលការសម្ដែងរបស់ចរិយានៅក្នុងរឿងចុងក្រោយរបស់នាងហើយបានចាប់អារម្មណ៍នាងខ្លាំងជាងការពីមុនទៅទៀតដែលភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់នាងក្នុងការបង្ហាញទាំងភាពទន់ភ្លន់និងកម្លាំងតស៊ូមើងម៉ាត់បញ្ចូលគ្នាមួយសប្តាហ៍ក្រោយមកចរិយាបានទទួលការអញ្ជើញឲ្យចូលរួមសវនកម្មសម្រាប់តួនាទីនៅក្នុងរឿងភាពប្រវត្តិសាស្ត្រថ្មីរបស់ Merrill ភាពអសន្តិសុខនិងសម្ពាធរបស់នាងកើតមានឡើងម្ដងទៀតប៉ុន្តែយប់នោះលោកយាយបានលេចឡើង
ចៅដើម្បីទៅដកអ្វីលើសពីពួកគេដឹងកុំទុកឲ្យការភ័យខ្លាចរារាំងចៅបានការប្រកួតនេះមានភាពស្វិតស្វាញខ្លាំងដែលចរិយាត្រូវប្រកួតប្រជែងជាមួយនឹងតារាសម្ដែងល្បីៗមកពីជុំវិញពិភពលោកតាក់មុខតាំងតែងរបស់អ្នកដឹកនាំរឿងបានរសាយពេទ្យដល់ឈុតនាងសម្ដែងចុងក្រោយលោក Marley បានចូលរួមទៅចិត្តចរិយាដែលស្នាមញញឹមដល់កម្រជនបរទេសរូបនេះបាននិយាយឡើងថាចរិយានេះមានអ្វីមួយដែលសិល្បករផ្សេងមិនមានរូបរាងប៉ាត់និងភាពខុសប្លែកមួយយ៉ាងពិសេសក្បាច់រាំនាងកើនឡើងកាន់តែពិសេសជានិច្ចការសម្ដែងមួយទៅមួយភាពយន្តនេះជាគម្រោងមហិច្ឆតាមួយដែលនិយាយពីទូនាទីរបស់ប្អូនស្រីដល់ការសាហាវម្នាក់មិនព្រមចោះសម្រុំជាមួយបងស្រីដែលជាតួអង្គជាចំណុចសំខាន់ក្នុងការដំណើរការល្ខោននេះហើយគ្មានតួនេះគឺល្ខោនឡើងល្អមើលអស់រយៈពេលជាច្រើនខែនាងបានវឹកហាត់អត់ឈប់ឈររៀនភាសាថ្មីស្ទាត់ជំនាញក្បាច់រាំនិងស្វែងយល់ពីជម្រៅអារម្មណ៍នៃតួអង្គកាត់របស់នាងការចេញផ្សាយរបស់ភាពយន្តដែលថតអំពីល្ខោនមួយនេះទទួលបានការសាទរទូទាំងពិភពលោកអ្នករិះគន់សរសើរតារាខ្មែររូបនេះថាជាតារាពិសេសសរសើរសមត្ថភាពនាងដែរដើរតួជំនួសតួអង្គក្នុងនិទានចិនពីជីវិតពិតៗហើយបញ្ជាលើអេក្រង់ខ្មៅឲ្យអ្នកទស្សនាចំហមាត់ការសម្ដែងមួយនេះបានញ៉ាំងឲ្យចរិយាទទួលបានពានរង្វាន់ជាតួអង្គស្រីឆ្នើមក្នុងកម្មវិធីពានរង្វាន់ភាពយន្តអន្តរជាតិដែលធ្វើឲ្យនាងក្លាយជាតារាសម្ដែងកម្ពុជាដំបូងគេធ្វើដំណើរទៅទទួលយកនៅចក្រភពអង់គ្លេសក្នុងរាត្រីនៃពិធីប្រគល់រង្វាន់ចរិយាបានដើរលើកកម្រោលព្រំក្រហមក្នុងឆុតប្រពៃណីខ្មែរដ៏គួរឲ្យភ្ញាក់ផ្អើលដែលផ្ដល់កិត្តិយសដល់ឫសគល់ពិតរបស់នាងកាមេរ៉ារាប់រយនិងក្រុមយកព័ត៌មានបានស្រែកហូតដើម្បីសម្ភាសស្ត្រីខ្មែររូបនេះប៉ុន្តែចំពេលដែលគ្រប់យ៉ាងហាក់មានភាពអស្ចារ្យគំនិតរបស់ចរិយាបានបែរមករកលោកយាយក្នុងពេលថ្លែងសក្ការៈកថាទទួលយករូបសំណាកមាសក្នុងដៃញាប់ញ័រនាងបាននិយាយថាពេលមួយនេះគឺសម្រាប់អ្នករាល់គ្នាដែលធ្លាប់ត្រូវបានគេប្រាប់ថាខ្លួនឯងអាក្រក់និងមិនសមជាមួយសិល្បៈនៅពេលមនុស្សដែលស្អប់យើងឬគ្នានៅចុងវិញលោកយាយគាត់ជឿលើខ្ញុំនៅពេលដែលខ្ញុំមិនអាចជឿលើខ្លួនឯងបានផងចូលរកមនុស្សបែបនេះមកនៅក្នុងជីវិតយើងពាក្យសម្ដីរបស់នាងបានល្បីពាសពេញពិភពលោករឿងរបស់ចរិយាអំពីភាពធន់និងជ័យជំនះលើការរើសអើងបានបំផុសគំនិតមនុស្សរាប់លាននាក់ដែលបង្ហាញថាសូម្បីតែជីវិតឬចាប់ផ្ដើមមកក្នុងយុទ្ធដ៏ខ្មៅងងឹតបំផុតក៏អាចនាំទៅដល់អនាគតដ៏ភ្លឺស្វាងបំផុតបានដែរដោយការតាំងចិត្ត